ការរៀបហុងស៊ុយយើងមិនត្រឹមរៀបត្រឹមតែទឹកខ្យល់ពន្លឺទទួលបានសុខភាពអារម្មណ៍ល្អតែប៉ុណ្្នឹងទេសូម្បីតែទំនាក់ទំនងប្តីប្រពន្ធកូនចៅអ្នកដែលរស់នៅក្នុងទីតាំងផ្ទះនោះក៏មានភាពស្និទ្ធស្នាលល្អប្រសើរជាងមុនដែរបាទនេះគឺជាឥទ្ធិពលដែលយើងរៀបទៅតាមបុគ្គលមួយដែលយើងមើលទៅលើថ្ងៃខែរបស់គាត់ទៀតហើយតាក់ទងជាមួយនឹងថ្ងៃខែនៃការរៀបហុងស៊ុយនេះផងដែរគឺយើងអាចដឹងថាបុគ្គលនោះគាត់រិស័យគាត់ធ្លាក់ឬមិនធ្លាក់អញ្ចឹងនៅពេលដែលរិស័យវ័យចររបស់គាត់ចូលម្ដងគឺត្រូវធ្លាក់ហុងស៊ុយគឺអាចជួយឲ្យគាត់នឹងគឺនៅអាចរក្សាលំនឹងបានទោះធ្លាក់យ៉ាងណាក៏នៅតែគាត់អាចនៅល្អប្រសើរដែរបាទនេះគឺជាចំណុចល្អដែលទទួលបានផលពីការរៀបហុងស៊ុយទៀតបាទនៅគូបើសិនជាអញ្ចឹងដោយបច្ចុប្បន្ននេះយើងមើលឃើញថាមានបងប្អូនចំនួនក្រោយវ័យដែលអាចរៀបចំសំគមចាប់ដៃគ្នារៀបការបានណាអញ្ចឹងឧបមាថាគាត់គិតថាគាត់ចង់ឲ្យជំនាញហុងស៊ុយរៀបចំផ្ទះរបស់គាត់ធ្វើឲ្យប្តីប្រពន្ធគាត់រៀបការឲ្យស្រឡាញ់គ្នារៀបការឲ្យមានលុយចាយច្រើនរៀបការឲ្យមានសុភមង្គលយើងគិតថាយើងអាចណែនាំឲ្យគាត់មកពិភាក្សាជាមួយស្ថាប័នយើងអាចជួយគាត់បានមែនទេបាទគឺចំណុចនេះគឺពិតជាអាចជួយបានមែនបាទគឺទី1គឺយើងត្រូវមើលទី1មុននឹងគាត់រៀបអាពាហ៍ពិពាហ៍យើងគួរតែរើសវេលារៀបអាពាហ៍ពិពាហ៍ជាមុនសិនបាទព្រោះវេលានៃការរៀបអាពាហ៍ពិពាហ៍ក៏ជារឿងសំខាន់ដែរថាថ្ងៃខែរបស់គាត់ត្រូវគ្នាឬក៏ឆុងបន្ទាប់មកគឺយើងមានការរៀបហុងស៊ុយតម្រូវទៅលើទិសសោភ័ណភាពរបស់ពួកគាត់ទាំងពីរនាក់បាទនេះគឺយើងរៀបទៅគឺទំនាក់ទំនងរបស់គាត់គឺកាន់តែល្អប្រសើរព្រោះទិសនីមួយរបស់ហុងស៊ុយគឺគេមានបែងចែកទៅតាមប្រភេទថាទិសណាគួរតាំងអ្វីទិសណាយើងចង់បានអីអញ្ចឹងគេអាចរៀបតម្រូវទៅតាមតម្រូវការរបស់បុគ្គលម្នាក់ៗបាន